ផ្សេងទៀតណាដែលគាត់ធ្លាប់និយាយប្រាប់ខ្ញុំធ្លាប់សួរគាត់អញ្ចឹងណាសួរថានៅហ្នឹងគាត់រាប់សិតបានមួយរដូវហ្នឹងបានច្រើនអត់ហើយគាត់ថាឆ្នាំទៅឆ្នាំអីហ្នឹងគឺមួយរដូវហ្នឹងគាត់រកបានខ្ទង់$1000អាចមួយគ្រួសារខ្លះអាចរកបានត្រឹម1000អ្នកខ្លះទៀតក៏បាន2000តាមតែគាត់ព្យាយាមគាត់ខិតខំរកអញ្ចឹងណាបងប្អូនអរគ្នាហើយត្បូងហ្នឹងផ្សិតហ្នឹងអត់សូវសម្បូរគឺផ្សិតហ្នឹងមានតម្លៃថ្លៃមែនទែន1គីឡូគឺរកបានអ្នកខ្លះ1គីឡូមែនប៉ុន្តែគាត់លក់បានថ្លៃអញ្ចឹងកន្លែងអញ្ចឹងណាហើយកន្លែងនេះហ្នឹងគឺមានសត្វស៊ីបងប្អូនអរគ្នានិយាយទៅខ្ញុំឆ្វាក់តាកន្លែងឲ្យតែមានសត្វស៊ីគឺខ្ញុំមើលឃើញដោយសារអីសត្វស៊ីទៅគឺអាផ្សិតនឹងវានៅលើគោកណាឃើញសអញ្ចឹងតែគណៈឃើញសអញ្ចឹងខ្ញុំចាប់ដើមយកវាយឬក៏យកដៃរបស់ខ្ញុំកាយរមើលបន្តទៀតអញ្ចឹងណាបងប្អូនអរគ្នាហើយបើថាឲ្យទៅរកអាផ្សិតកប់ដីហើយដើរឈ្ងោកមើលហ្នឹងគឺកម្របានណាឲ្យថាឃើញសសត្វស៊ីទៅលើអញ្ចឹងហើយអាហ្នឹងដឹងតែមានសង្ឃឹមមកខ្ញុំនឹងតកាយបានអញ្ចឹងណាបងប្អូនអរគ្នាហើយវីដេអូថ្ងៃហ្នឹងគឺវែងមិនចឹងណាតាមតំបន់ហើយផ្សិតហ្នឹងគឺដោះមួយឆ្នាំម្ដងទេហើយដោះហ្នឹងគឺរយៈពេលយូរបងប្អូនអរគ្នាគឺចូលខែអញ្ចឹងណានិយាយពីថាអ្នកប្រមូលផលហ្នឹងគឺគាត់សប្បាយចិត្តនឹងការទៅដកអញ្ចឹងណាព្រោះវាអត់មានចំណាយដើមទុនដើម្បីដាំឬក៏អីទេគឺជាផ្សិតធម្មជាតិដែលដុះមកដោយធម្មជាតិគ្រាន់តែថាយើងទៅដកយកមកលក់តែប៉ុណ្្នឹងឯងហើយសម្រាប់ដើមទុនដែលថាទៅដកហ្នឹងក៏មិនថាมันមានសោះទេបងប្អូនគឺដើមទុននេះគឺគាត់ចំណាយលុយចាក់សាំងម៉ូតូដើម្បីជិះឡើងភ្នំទៅដកអញ្ចឹងណាហើយមួយទៀតនឹងគឺគាត់ចំណាយលុយកាក់ដើម្បីទិញម្ហូបមហាវិចខ្ចប់យកទៅអញ្ចឹងណាបងប្អូនអរគ្នាប៉ុន្តែវាមិនត្រូវការដើមទុនធំអីទេហើយណាមួយខែនេះគឺมันទាន់មានទឹកគ្រប់គ្រាន់ក្នុងការធ្វើស្រែទេបងប្អូន